ព្រះសម្មាសម្ពុទ្ធទ្រង់បានសោយវិមុតតិសុខនៃនិព្វានពេលក្រោយនោះបន្តិចមកក្នុងពេលដែលព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅក្រោមដើមពោធិ៍មានព្រាហ្មណ៍ម្នាក់បានចូលទៅជិតព្រះអង្គរួចថ្វាយបង្គំព្រះអង្គដោយសេចក្តីគួរសមហើយទូលសួរព្រះអង្គថាព្រះគោតមដ៏ចម្រើនតើអ្វីទៅដែលជាគុណសម្បត្តិនិងគុណធម៌ចាំបាច់សម្រាប់បុគ្គលម្នាក់ដើម្បីឲ្យคล้ายទៅជាព្រាហ្មណ៍ដ៏ពិតប្រាកដដោយមិនរវល់ចំពោះសេចក្តីឥតគួរសមរបស់ព្រាហ្មណ៍ដែលបានហៅព្រះអង្គដោយប្រើកោតនាមព្រះសម្មាសម្ពុទ្ធទ្រង់ឆ្លើយតបទៅព្រាហ្មណ៍ដូចនេះថាព្រាហ្មណ៍ពិតប្រាកដត្រូវតែជៀសឲ្យផុតពីអំពើបាបនិងមោទនភាពព្រាហ្មណ៍ត្រូវតែជាអ្នកមើលឃើញវែងឆ្ងាយបរិសុទ្ធនិងមានការអប់រំខ្ពស់ព្រាហ្មណ៍ត្រូវតែប្រព្រឹត្តនៅព្រហ្មចារីយធម៌របៀបរស់នៅត្រូវតែខុសប្លែកពីការរស់នៅរបស់មនុស្សសាមញ្ញទូទៅឲ្យសមនឹងទទួលការគោរពថាជាព្រាហ្មណ៍នោះបានថ្វាយបង្គំលាព្រះសម្មាសម្ពុទ្ធទៅវិញដោយនិយាយម្នាក់ឯងថាព្រះសមណគោតមពិតជាអាចមើលធ្លុះដល់ចិត្តរបស់អញមែនថ្ងៃមួយពេលដែលព្រះសម្មាសម្ពុទ្ធកំពុងសម្រាកនៅក្រោមដើមបិពលិព្រឹក្សដើមលៀបមានឈ្មួញពីរនាក់បានធ្វើដំណើរកាត់ទីនោះដោយចាប់អារម្មណ៍ចំពោះភាពស្ងប់ស្ងៀមខាងផ្លូវកាយនិងផ្លូវចិត្តដែលព្រះអង្គបានបង្ហាញឲ្យឃើញពួកគេបានថ្វាយចង្ហាន់យ៉ាងឆ្ងាញ់ពិសាចំពោះព្រះសម្មាសម្ពុទ្ធដោយសេចក្តីគោរពបំផុតពួកគេបានសូមអង្វរព្រះអង្គឲ្យទទួលយកគេទាំងពីរនាក់ធ្វើជាសាវកឈ្មោះទាំងពីរនាក់នោះគឺតាបសុនិងភលុកៈអ្នកទាំងពីរនាក់នោះគឺជាអ្នកបូជាចំពោះព្រះសម្មាសម្ពុទ្ធមុនគេបង្អស់ជាបឋមព្រះសម្មាសម្ពុទ្ធទ្រង់ព្រះតម្រិះថាសច្ចធម៌ដែលព្រះអង្គត្រាស់ដឹងនេះមានភាពពិបាកយល់ណាស់សម្រាប់មនុស្សភាគច្រើនប៉ុន្តែក្រោយមកព្រះអង្គសម្រេចប្រតិថាទ្រង់ក៏បីទេសនាអំពីធម៌របស់ព្រះអង្គតាមរបៀបមួយដែលអ្នកផងទាំងឡាយអាចយល់ដឹងបានព្រះអង្គទ្រង់ព្រះតម្រិះទៅដល់បុគ្គលម្នាក់ដែលអាចស្ដាប់ព្រះធម៌របស់ព្រះអង្គមុនគេព្រះអង្គនឹកឃើញទៅដល់សាស្ត្រាចារ្យដំបូងបង្អស់របស់ព្រះអង្គគឺអាចារ្យអាឡារកាឡាមព្រំពេជ្រនោះព្រះអង្គបានដឹងថាអាឡារកាឡាមតបោះបានធ្វើមរណកាលទៅហើយសាស្ត្រាចារ្យទី2របស់ព្រះអង្គគឺឧទការាមតបោះក៏ធ្វើមរណកាលទៅហើយដែរបន្ទាប់មកព្រះសម្មាសម្ពុទ្ធទ្រង់បរិទ្ធវិទកៈនឹកដល់បញ្ញវគិភិក្ខុដែលបានតាមបម្រើព្រះអង្គកាលព្រះអង្គទ្រង់គង់នៅតំបន់ឧរុវេលដោយទ្រង់ជ្រាបថាបញ្ញវគិទៅគង់នៅក្នុងព្រៃមេគទាយវ័នទាបនគរពរាណសីព្រះសម្មាសម្ពុទ្ធទ្រង់ក៏យាងចាកចេញពីតំបន់ឧរុវេលដើម្បីទៅជួបបញ្ញវគិភិក្ខុនៅទីនោះដោយបានឃើញព្រះសម្មាសម្ពុទ្ធពីចម្ងាយបញ្ញវគិភិក្ខុបានធ្វើការពិគ្រោះគ្នាថាមិននាលគ្នាយើងព្រះសមណគោតមកំពុងធ្វើដំណើរមកទីនេះហើយព្រះអង្គបានបោះបង់ចោលនៅការប្រណិប័តតបកម្មហើយត្រឡប់ទៅឆាន់អាហារវិញចូលពួកយើងកុំនិយាយរោគព្រះអង្គពេលព្រះអង្គមកដល់ទីនេះពួកយើងកុំថ្វាយបង្គំនិងកុំក្រោកទទួលព្រះអង្គជាភ្ញៀវរបស់យើងគ្រាន់តែក្រាលអាសនៈទុកប្រគេនព្រះអង្គបានហើយបើព្រះអង្គចង់អង្គុយឬឈរតាមប្រតិរបស់ព្រះអង្គចុះតើមាននរណាចង់គួរសមចំពោះបុគ្គលដែលផ្លាស់ប្ដូរប្រតិបែបនេះនៅពេលព្រះសម្មាសម្ពុទ្ធយាងកាន់តែចិត្តទៅពួកបញ្ញវគិភិក្ខុបានឃើញច្បាស់ថាព្រះអង្គពុំមែនជាបុគ្គលដូចដែលពួកគេបានគិតពីមុននោះទេព្រះរាជបុគ្គលិកលក្ខណៈរបស់ព្រះអង្គគួរឲ្យចាប់អារម្មណ៍ណាស់ព្រមទាំងមានវងរស្មីនៅជុំវិញព្រះកាយផងពួកបញ្ញវគិភិក្ខុភ្ញាក់យ៉ាងខ្លាំងចំពោះអ្វីដែលពួកគេបានឃើញរហូតដល់ភ្លេចអស់នៅសេចក្តីសម្រេចចិត្តពីដំបូងរបស់ពួកគេភិក្ខុខ្លះចូលទៅថ្វាយបង្គំព្រះអង្គខ្លះជួយទទួលបានជីវរភិក្ខុខ្លះរៀបចំអាសនៈថ្វាយព្រះអង្គខ្លះទៀតទៅយកទឹកមកលាងព្រះបាទព្រះអង្គ
គង់លើអាសនៈដែលបានរៀបចំថ្វាយចំពោះព្រះអង្គព្រះសម្មាសម្ពុទ្ធទ្រង់ចាប់ដើមប្រោសប្រទានធម្មទេសនាថាមនាលភិក្ខុទាំងឡាយតថាគតបានរកឃើញនៅមាគាទៅកាន់និព្វានដោយប្រពៃដោយខ្លួនឯងហើយតថាគតមានបំណងនឹងអត្ថាធិប្បាយអំពីសច្ចធម៌ដែលតថាគតបានត្រាស់ដឹងនេះចំពោះអ្នកទាំងឡាយប្រសិនបើអ្នកទាំងឡាយធ្វើតាមពាក្យព្រានប្រដៅរបស់តថាគតនោះអ្នកទាំងឡាយអាចនឹងដឹងច្បាស់អំពីសច្ចធម៌នោះនៅទីនេះនិងក្នុងគ្រាឥឡូវនេះតថាគតនឹងសម្ដែងចំពោះអ្នកទាំងឡាយតែអំពីសច្ចធម៌ដែលឥតមានទាំងការកើតទាំងការស្លាប់ពួកបញ្ញវគិភិក្ខុនៅមានការអល់ឯកដោយសារតែព្រះសម្មាសម្ពុទ្ធទ្រង់បានបោះបង់ចោលការប្រណិប័តបកម្មនៅពាក្យកណ្ដាលផ្លូវដូច្នេះពួកគេមិនបានរៀបចំខ្លួនដើម្បីទទួលយកព្រះធម៌របស់ព្រះពុទ្ធទេពួកគេបានចោទសួរទៅព្រះពុទ្ធវិញនៅសំណួរច្រើនប្រការនៅទីចុងបំផុតព្រះសម្មាសម្ពុទ្ធមានព្រះបន្ទូលដូចនេះថាមនាលភិក្ខុទាំងឡាយពេលដែលយើងរស់នៅជាមួយគ្នាក្នុងកាលកន្លងមកតើតថាគតមានដែលបាននិយាយបែបនេះចំពោះអ្នកទាំងអស់គ្នាពីមុនមកទេតើតថាគតមានដែលបានប៉ុនប៉ងអូសទាញអ្នកទាំងអស់គ្នាឲ្យជឿថាតថាគតបានរកឃើញនៅអរិយសច្ចៈឬទេពួកបញ្ញវគិភិក្ខុយល់ព្រមទទួលស្គាល់ថាពួកគេមិនដែលបានឮព្រះសម្មាសម្ពុទ្ធមានព្រះបន្ទូលបែបនេះពីមុនមកទេទីបំផុតពួកគេបានប្រុងប្រៀបស្ដាប់ព្រះធម៌របស់ព្រះពុទ្ធព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងបឋមទេសនាចំពោះបញ្ញវគិភិក្ខុនៅក្នុងព្រៃមិគទាយវ័នបឋមទេសនានេះត្រូវបានគេពរនាថាជាធម្មចក្រវត្តនសូត្រក្នុងលំដាប់នៃការសម្ដែងបឋមទេសនានោះភិក្ខុកោណញ្ញៈបានត្រាស់ដឹងនៅអរិយសច្ចៈភិក្ខុកោណញ្ញៈបានសុំភ្នួរពីព្រះសម្មាសម្ពុទ្ធដោយហេតុនោះលោកបានក្លាយទៅជាភិក្ខុទី1ក្នុងពុទ្ធសាសនាដែលពីមុនមកមិនដែលធ្លាប់មានសោះចាប់ពីពេលនោះមកព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅក្នុងព្រៃមិគទាយវ័នរហូតនៅពេលភិក្ខុពីរអង្គនិមន្តទៅបិណ្ឌបាតព្រះសម្មាសម្ពុទ្ធទ្រង់ប្រទានធម្មទេសនាប្រោះភិក្ខុ3អង្គផ្សេងទៀតនៅពេលភិក្ខុ3អង្គនិមន្តចេញទៅខាងក្រៅព្រះអង្គទ្រង់ទេសនាប្រោះភិក្ខុ2អង្គដែលនៅសល់ដោយធ្វើរបៀបនេះភិក្ខុទាំងអស់បានត្រាស់ដឹងយ៉ាងសុក្រិតអំពីព្រះធម៌របស់ព្រះពុទ្ធសិលវិធីនេះទទួលបានជោគជ័យពីព្រោះព្រះពុទ្ធជាសាស្ត្រាចារ្យដ៏ឆ្នើមបំផុតដែលពិភពលោកទាំងមូលទទួលស្គាល់បញ្ញវគិភិក្ខុបានប្រព្រឹត្តតាមពុទ្ធវាទដោយយកចិត្តទុកដាក់បំផុតភិក្ខុទាំង5អង្គគឺជាព្រះអរហន្តដំបូងបង្អស់នៃពិភពលោកធម្មទេសនាជាបន្តមកសម្រាប់បញ្ញវគិភិក្ខុសម្ដែងអំពីអនុត្តលៈនៅក្នុងពេលដែលព្រះសម្មាសម្ពុទ្ធកំពុងគង់នៅក្នុងព្រៃមិគទាយវ័នយសដែលជាកូនប្រុសនៃគ្រួសារមួយដែលសម្បូរដោយទ្រព្យធនកើតមានចិត្តនឿយណាយយ៉ាងខ្លាំងចំពោះជីវិតជាឃរវាសក៏បានរត់ចេញពីផ្ទះនៅតាមផ្លូវយសកលបុត្របានជួបនឹងព្រះសម្មាសម្ពុទ្ធបានស្ដាប់ពាក្យព្រានប្រដៅរបស់ព្រះពុទ្ធនិងមានប្រាថ្នាចង់បួសជាភិក្ខុឪពុករបស់យសក៏បានស្ដាប់ពាក្យព្រានប្រដៅរបស់ព្រះពុទ្ធដែរហើយចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះពុទ្ធវាទទើបគាត់អនុញ្ញាតឲ្យកូនប្រុសរបស់គាត់ទទួលបុព្វជាភិក្ខុឪពុករបស់យសបានសុំយាងព្រះសម្មាសម្ពុទ្ធទៅទទួលផាត់នៅផ្ទះរបស់គាត់មិត្តសម្លាញ់យសកលបុត្រទាំង4នាក់ទៀតបានទទួលបុព្វជាភិក្ខុដែរលុះបានឮដំណឹងដូចនេះសម្លាញ់របស់យសកលបុត្រដែលសុទ្ធតែជាកូនអ្នកមានសម្បត្តិស្រុកស្ដំចំនួន50នាក់ទៀតបានសុំបុព្វជាភិក្ខុដែរមិនយូរប៉ុន្មាន